សួស្តីកូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី49ការរៀនអក្សរផ្ចង់អំណានចឹងដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាមកធ្វើការអានអត្ថបទអំណានរបស់យើងជាមួយលោកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមពេលរៀនសរសេរអក្សរយើងខំប្រឹងផ្ចិតផ្ចង់សរសេរឲ្យបានត្រឹមត្រូវល្អដំបូងអ្នកគ្រូបានប្រាប់ពីរបៀបដាក់សៀវភៅលើតុរបៀបកាន់ខ្មៅដៃនិងរបៀបសរសេរយើងគូសបន្ទាត់តាមគាត់ក្នុងសៀវភៅសរសេររបស់យើងចាប់គូសតាមរាងអក្សរដោយយឺតតាមក្បួនខ្នាតអ្នកគ្រូដើរជួយកែលម្អសំណេររបស់យើងអ្នកគ្រូបានលើកកិច្ចការអក្សរផ្ចង់របស់សិស្សដែលសរសេរបានត្រឹមត្រូវល្អបង្ហាញសិស្សដទៃទៀតឲ្យយកគំរូតាមយើងទាំងអស់គ្នាសប្បាយចិត្តនឹងសរសេរអក្សរបានស្មើស្អាតនិងត្រឹមត្រូវក្រោយពីកូនបានអានជាមួយលោកគ្រូមកឥឡូវកូនទាំងអស់គ្នាអានដោយខ្លួនឯងអានហើយអានទៀតអានឲ្យបានច្រើនដងច្រើនសារដើម្បីឲ្យស្ទាត់ជំនាញក្នុងការអានហើយកូនដែលពុំទាន់បានចុច Subscribe កូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនអំណានថ្មីពីលោកគ្រូ